សពជនរងគ្រោះជាពលករខ្មែរម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានដឹកមកដល់លំនៅឋានជូនសាច់ញាតិហើយនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យសាកសពជនរងគ្រោះជាពលករខ្មែរម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅឋានជូនសាច់ញាតិដែលរស់នៅស្រុកម៉ាឡៃវេលាម៉ោង 6 ល្ងាចថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលដែលទទួលសាកសពជនរងគ្រោះគេឃើញក្រុមការងារថ្នាក់ជាតិក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអាជ្ញាធរខេត្តក្រុងស្រុកនិងក្រុមគ្រួសារចាំទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវលោកស្វាយជាអភិបាលស្រុកម៉ាឡៃបានប្រាប់ថាជនរងគ្រោះដែលស្លាប់មានឈ្មោះមាសវាងភេទប្រុសអាយុ 25 ឆ្នាំមុខរបរកម្មករសំណង់រស់នៅភូមិប៉ឡាំងឃុំតាគងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលស្លាប់ដោយសាររញ្ជួយដីអគារបាក់សង្កត់កាលពីថ្ងៃទី 28 ខែមីនា ឆ្នាំ 2025 នៅបាងកកប្រទេសថៃលោកបានបញ្ជាក់ថាក្រោយទទួលព័ត៌មានបានដឹងជនរងគ្រោះត្រូវបានស្លាប់ដោយអគារបាក់សង្កត់នៅពេលមានរញ្ជួយដីនៅប្រទេសថៃសាច់ញាតិបានទទួលដំណឹងតាមរយៈសាច់ញាតិរួមការងារជនរងគ្រោះបានស្លាប់ហើយក្រុមសង្គ្រោះបានរកឃើញសាកសពគ្រួសារជនរងគ្រោះពិតជាមានភាពតក់ស្លុតហើយអាជ្ញាធរស្រុកម៉ាឡៃបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរលោកបានបញ្ជាក់ថាសាកសពជនរងគ្រោះត្រូវភាគីថៃតាមរយៈអគ្គកុងស៊ុលកម្ពុជាត្រូវបញ្ជូនសាកសពជនរងគ្រោះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមរយៈរថយន្តសង្គ្រោះថៃដឹកជញ្ជូនដល់លំនៅឋានដែលក្រុមការងារថ្នាក់ជាតិនិងខេត្តក្រុងស្រុកនិងសាច់ញាតិបានទទួលសាកសពនិងអរគុណចំពោះភាគីថៃដែលបានយកចិត្តទុកដាក់និងដឹកជញ្ជូនសាកសពដល់លំនៅឋានស្រុកម៉ាឡៃដើម្បីប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីប្រិមិត្តជាទីមេត្រីនេះគឺជាគ្រោះធម្មជាតិរញ្ជួយដីមួយដែលនឹកស្មានមិនដល់ថាអាចនឹងកើតមានដល់កម្រិតនេះគឺពិតជាធ្ងន់ធ្ងរមែនទែនសម្រាប់ប្រទេសមីយ៉ាន់ម៉ាក៏ដូចជាប្រទេសថៃហើយអគារបាក់រលំសុទ្ធតែជាអគារដែលកំពុងសាងសង់និងមានបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាពលករនៅទីនោះផងដែរហើយការបាក់រលំនេះគឺបងប្អូនជ្រាបស្រាប់ហើយបាទគឺឃើញបាក់ព្រោះរៀបដល់ដីតែម្ដងគឺឃើញហើយពិតជាតក់ស្លុតនិងសង្វេគមែនតែនបងប្អូនបាទអញ្ចឹងខ្ញុំបាទផលvà អង្គភាពសារព័ត៌មានរតញូ TV ធ្វើសេចក្តីអត្ថាធិប្បាយនិងរាយការណ៍សូមអរគុណ